សូមគោរពជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel រាត្រីជប់ខ្មោចនៅថ្ងៃនេះរាត្រីជប់ខ្មោចមានរឿងចំនួនមួយរឿងទៀតដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនស្ដាប់កំសាន្តដែលរឿងរ៉ាវមួយនេះគឺតាក់ទងជាមួយនឹងដើមស្វាយម្យ៉ាងដែលចាស់គេហៅថាដើមស្វាយដោះក្រមុំអញ្ចឹងរឿងតាក់ទងជាមួយដើមស្វាយដោះក្រមុំនេះគឺជារឿងដែលadminទទួលបានពីចាស់ដែលគាត់មានអាយុច្រើនហើយបាទអ្នកខ្លះក៏គាត់បានទទួលមរណភាពទទួលអីហើយតែគាត់បានដំណើររឿងរ៉ាវដើមស្វាយដោះក្រមុំហ្នឹងគាត់ថាកាលពីជាង40-50ឆ្នាំមុនមកម្លេះហើយដើមស្វាយហ្នឹងវាបើតាមគាត់រៀបរាប់គឺវាមានសន្តានដូចជាស្វាយប៉ោមប៉ុន្តែ admin ក៏អត់ស្គាល់ថាដើមស្វាយដោះក្រមុំឬក៏ផ្លែស្វាយដោះក្រមុំហ្នឹងវាមានរូបរាងដូចម្ដេចក៏ប៉ុន្តែអានេះគឺជាអ្វីដែល admin ទទួលបានពីចាស់ដែលគាត់និយាយដំណើរប្រាប់ហើយតកតងជាមួយនឹងដើមស្វាយដោះក្រមុំនេះដែរវាបានដុះមួយបានដុះនៅក្នុងបនមួយដែលគេហៅថាតំបន់បោះជើងអញ្ចឹងគាត់បាននិយាយថាដើមស្វាយហ្នឹងវាបានដុះនៅក្នុងតំបន់គេហៅថាការហ្នឹងគឺជាតំបន់ព្រៃឯងវារបៀបដូចជាដើមស្វាយព្រៃដែលគ្មានម្ចាស់គ្មានអីចឹងហើយដើមស្វាយហ្នឹងបើតាមអ្វីដែលគាត់រៀបរាប់គឺវានៅជាប់ជាមួយនឹងផ្លូវរទេះដែលកាលពីសម័យហ្នឹងគឺប្រជាជនអ្នកស្រុកអ្នកភូមិអីពុំទាន់មានម៉ូតូកង់ឬអីប្រើប្រាស់នៅឡើយទេគឺការធ្វើដំណើរគឺសិតតែរទេះទាំងអស់ដើមស្វាយដែលវាដុះហ្នឹងគឺនៅគៀកនឹងផ្លូវរទេះប្រហែលជាខ្ទង់10-20 ម៉ែត្រអីទេដែលគាត់អាចមើលឃើញឬក៏ពេលដែលបររទេះទៅគឺកាត់នៅក្នុងតំបន់ដើមស្វាយដោះក្រមុំហើយអត់មានសូមបញ្ជាក់ថាដើមស្វាយដោះក្រមុំហ្នឹងបើតាមចាស់ដែលគាត់រៀបរាប់ប្រាប់ហ្នឹងគឺវាមានទម្រង់ដូចជាស្វាយប៉ោមយើងសម័យឥឡូវចឹងប៉ុន្តែប្រភេទស្វាយប៉ោមដែលវាធំប្រភេទដើមស្វាយធំឬក៏ស្វាយដែលនិយាយទៅ admin ក៏មិនច្បាស់ថាយ៉ាងម៉េចដែរគ្រាន់តែថាគាត់ថាតម្រង់អញ្ចឹងគឺរាងមូលវាអត់វែងឬក៏អីទេរាងមូលដូចផ្លែប៉ោមផ្លែអីចឹងណាអូខេអញ្ចឹងយើងនិយាយអំពីហេតុការណ៍ក៏ដូចជារឿងរ៉ាវដែលកើតឡើងដែលតកតងជាមួយនឹងការលងបន្លាចឬក៏រន្ធត់ពីដើមស្វាយនឹងវិញម្ដងអញ្ចឹងគាត់បានដំណើរថាជាទូទៅនៅពេលដែលប្រជាជនឬក៏អ្នកស្រុកអ្នកភូមិទៅធ្វើស្រែចម្ការប្រកបមុខរបរផ្សេងហ្នឹងគឺតែងតែបរទេសឆ្លងកាត់នៅតំបន់ដើមស្វាយដោះក្រមុំហ្នឹងអញ្ចឹងនៅពេលដែលដើរឆ្លងកាត់ឬក៏បរទេសឆ្លងកាត់ហ្នឹងគឺប្រជាជនតែងតែជួបរឿងរ៉ាវប្លែករឿងរ៉ាវខុសគ្នាដែលអ្នកខ្លះចឹងក៏បរទេសសុកក៏ស្រាប់តែគោផ្អើលឈុលឬក៏គោនឹងវាទុចវាអត់ចង់ដើរទៅមុខឬក៏អត់ចង់អីចឹងអញ្ចឹងនៅពេលដែលឃើញសភាពគោទុចឬក៏មិនចង់ដើរទៅមុខឬក៏ពេលខ្លះចឹងវាផ្អើលភ្នែករបស់វាកលែបក្លាប់ចឹងក៏អ្នកខ្លះទៅក៏ចុះមើលឬក៏អីចឹងទៅដល់ពេលចុះមើលឬអីវាអត់ឃើញទេប៉ុន្តែរបៀបដូចថាគោនឹងវាវាយឬក៏ចាក់គូតវាមិនក៏វាអត់ទៅមុខដែរដល់ពេលនៅពេលដែលគាត់មើលឃើញគោវាមិនទៅមុខវាមិនទៅអីចឹងក៏ស្រាប់តែគាត់នឹងមើលទៅលើគេហៅថាពីមុខគោណាអាហ្នឹងវារបៀបថាគោវាមានវារទេះគោគឺយើងទឹមគោ2អញ្ចឹងមួយជារៀងមួយអញ្ចឹងគាត់ថានៅពេលដែលគាត់មើលទៅប្រឡោះកដាលហ្នឹងគោស្រាប់តែឃើញមនុស្សសក្បុសឈរនៅពីមុខមានន័យថាឈរនៅពីមុខគោហ្នឹងរបៀបថាឈរ
របៀបដូចជាមនុស្សកំពុងតែឈរកាន់អាដងចង្អុយបោះតេះយើងខាងមុខហ្នឹងអ្នកដែលរស់នៅស្រុកស្រែចំការប្រហែលជាស្គាល់ហើយអ្នកដែលកើតកាលពីជំនាន់80 90អីហ្នឹងគឺអាចនឹងស្គាល់អញ្ចឹងគាត់ថាឃើញមនុស្សសស្បុះសស្គូតនៅចាប់ចង្អុយគោដែលនៅសងនៅផ្លោះកណ្ដាលគោទាំងពីរនឹងឯងគ្រាន់តែឃើញយ៉ាងភ្លាមអ៊ំនឹងគាត់ថាគាត់ក៏សូត្រធម៌សូត្របល័យអញ្ចឹងចាស់ពីមុនភាគច្រើនគឺគាត់ចេះបល័យឬក៏ចេះរបៀងការពារខ្លួនពីព្រោះអីចាស់សម័យហ្នឹងគាត់របៀបថាគាត់នៅកាន់ប្រពៃណីកាន់របៀបបបបែបបត់ឬក៏ការរស់នៅបែបបុរាណអញ្ចឹងមនុស្សយើងបុរាណគឺកាលណាអាយុខ្ទង់12 13ឆ្នាំឬចតើបន្តិចហ្នឹងបើប្រុសហ្នឹងគឺចូលទៅវត្តរៀនសូត្រអក្សរសាស្ត្ររៀនសូត្រធម៌បាលីឬក៏អីផ្សេងអញ្ចឹងភាគច្រើនគាត់ចេះបាលីឬក៏របៀងសម្រាប់ការពារខ្លួនគាត់អញ្ចឹងហើយដល់ពេលគាត់ជួបនៅស្ថានភាពឬក៏របៀបដែលពពួកអមនុស្សលងបន្លាចអញ្ចឹងគាត់អត់សូវខ្លាចទេអញ្ចឹងគាត់ថានៅពេលនោះគាត់ចាប់ដើមសូត្របាលីហើយក៏ខ្មោចហ្នឹងក៏វាបាត់ទៅវិញទៅបន្ទាប់មកទៀតគាត់ថានៅថ្ងៃក្រោយទៀតក៏គាត់នៅអាសាជួបហើយវានៅតែឡងធម្មតាអញ្ចឹងឯងរបៀបថាវាអត់រៀងចាលទោះបីជាវាដឹងថាគាត់នឹងមិនខ្លាចខ្មោចចេះបាលីចេះអីហ្នឹងក៏នៅតែវាមិនខ្លាចនៅតែវាឡងអញ្ចឹងគាត់ថាលើកក្រោយផ្សេងទៀតហ្នឹងគាត់ថានៅពេលដែលគាត់ដើរតាមផ្លូវលើកហ្នឹងគឺគាត់អត់បរទេសគោទេគាត់ដើរតាមផ្លូវឆ្លុះត្រីឆ្លុះអីនៅពេលយប់អញ្ចឹងណាគាត់ថានៅពេលដែលគាត់ដើរឆ្លុះតាមផ្លូវហ្នឹងអញ្ចឹងគាត់ស្រាប់តែឃើញខ្មោចនៅលើដើមស្វាយដោះកបុំហ្នឹងឃើញថាកំពុងតែអង្គុយយួរជើងកំពុងតែអំពេកូននៅលើដើមស្វាយដោះកមុំនឹងឯងដល់ពេលអញ្ចឹងក៏គាត់បិណ្ឌជាខ្លាចគាត់ក៏ដើរឆ្លោះដើរតាមផ្លូវធម្មតាពីព្រោះគាត់អត់ខ្លាចខ្មោចអត់ខ្លាចអីផងអញ្ចឹងគាត់ចង់លងគាត់អាម៉េចក៏គាត់អត់ខ្វាយខ្វល់គាត់អត់មានព្រឺរោមជាមួយនឹងឯងទេអូខេអញ្ចឹងអានេះគឺជាហេតុការណ៍ទី2ដែលគាត់បានជួបប្រទះតែអ្វីដែលធ្វើឲ្យគាត់តែបន្ទាប់ពីរឿងរ៉ាវឡងលើកទី2នឹងមកគាត់ថាថ្ងៃក្រោយវាឡងនៅវានៅតែឡងគាត់ទៀតតែគាត់ថាឡងលើកនេះគឺឡងធ្វើជាឆ្កែវិញម្ដងរបៀបថាឆ្កែបប៉ិនសេះវាមានថាវាសឡឹកមុខសឡឹងមកគាត់សឡឹងមើលមុខលើមើលអីគាត់ចឹងនៅពេលដែលឃើញឆ្កែចឹងគាត់ថាគាត់ព្រឺខ្នងខ្ញាក់ដែរបើសិនជាខ្មោចឡងត្មងវាជារូបរាងមនុស្សហ្មងគាត់ថាអត់សូវខ្លាចអាចចេញជារូបរាងឆ្កែនេះគាត់ក៏អត់ដឹងថាជាឆ្កែឬក៏ជាអីទេគាត់ថាគាត់ឃើញវារូបរាងធំអញ្ចឹងធម្មតាតែឃើញរូបរាងធំមិនថាឆ្កែមិនថាគោក្របីអីទេមនុស្សយើងតែងតែខ្លាចតែបើសិនជាចេញរូបរាងជាមនុស្សជាខ្មោចលងបន្លាចហ្មងមិនសូវអីចឹងគាត់ថាអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងដំបូងគាត់ព្រឺគាត់ខ្លាចដែរខ្លាចថាឆ្កែហ្នឹងវារត់មកខាំគាត់ឬក៏អីចឹងតែដល់ពេលគាត់គិតយូរទៅថាអីវាបណ្ដៃឆ្កែណាមានប្រព័ន្ធពិសេសអីក៏ធំហ្មងនៅពេលដែលគាត់រេផ្លេចជាមួយនឹងអារម្មណ៍បែបហ្នឹងគាត់ដឹងថាអូប្រហែលជាមួយនឹងឡងគាត់ទៀតហើយបន្លាចគាត់ទៀតហើយមកចង់សាកល្បងមួយគាត់ទៀតចឹងណានៅពេលដែលអញ្ចឹងក៏គាត់សូត្រធម៌សូត្របល័យដែលគាត់ចេះចាំហ្នឹងសូត្រផ្លុំទៅក៏បាត់ឆ្កែហ្នឹងទៅហើយមួយទៀតការលងបន្លាចមួយទៀតហ្នឹងគាត់ថានៅពេលដែលគាត់បរទេសគោអានេះលើកនេះគឺគាត់បរទេសគោម្ដងអញ្ចឹងគាត់ថានៅពេលដែលគាត់បរទេសគោម៉ោងប្រហែលជាខ្ទង់3 4យប់ដែរគាត់ងើបបរទេសគោទៅភ្ជួរស្រែទៅធ្វើអីហ្នឹងគាត់ថានៅពេលដែលគាត់បរទៅ
គាត់ឃើញមនុស្សមួយក្រុមកំពុងតែសែងក្តារបញ្ឈូរបៀបថាមនុស្សយកខ្មោចទៅកប់អញ្ចឹងណាគាត់ថាឃើញមនុស្សមួយក្រុមសែងក្តារបញ្ឈូនៅមុខគាត់ប្រហែលខ្ទង់20-30 ម៉ែត្រស្ទង់ពីមុខអញ្ចឹងគាត់និយាយទៅគាត់ក៏ឆ្ងល់ដែរថាហើយចុះបណ្ណាគេសែងខ្មោចសែងអីយកទៅកប់ស្មើនឹងអញ្ចឹងដល់ពេលគាត់ឃើញអញ្ចឹងដំបូងគាត់ស្មានតែមនុស្សយើងនឹងសែងសាកសពសែងអីអ្នកស្លាប់យកទៅកប់យកទៅអីចឹងណាដល់ពេលគាត់ចេះតែផ្ទៀងមើលតាមមើលយូរស្រាប់តែអាសែងហ្នឹងវាមិនមែនឃើញដើរវាឃើញទៅជាហោះអណ្ដែតទៅខ្ពស់ទៅដល់ពេលគាត់ឃើញចឹងអូគាត់ដឹងបាត់ខ្មោចលងគាត់ទៀតនៅពេលដែលគាត់ដឹងតែខ្មោចលងចឹងក៏គាត់មិនខ្វាយខ្វល់មិនអីព្រោះគាត់ថាគេមិនបានមកប៉ះពាល់គេមិនបានមកធ្វើអីគាត់ផងក៏គាត់នៅបរទេសគូធម្មតាតាមដំណើរតាមធម្មតានៃការបរទេសគូរបស់គាត់ចឹងទៅគាត់អត់ខ្វាយខ្វល់ហើយហោះអីទៅហត់ទៅរឿងវាឯងគាត់ថាចឹងអូខេចឹងរឿងរ៉ាវតាក់ទងជាមួយនឹងដើមស្វាយដ៏កមុំមួយដែលជាកន្លែងដើមស្វាយមួយដែលមានការលងបន្លាចច្រើនកាលពីសម័យមុនដែលចាស់គាត់បានជួបប្រទេសមានរឿងប៉ុណ្ណឹងបាទអញ្ចឹងជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនជួបសំណាងល្អ